រដ្ឋ Texas ដែលចង់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមានដោយទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាដែលចូលរួមនាំពាក្យអះអាងទាត់ចោលព័ត៌មាននឹងច្រើនលើកច្រើនគ្រាថាលោកសសុខាពុកពាក់ព័ន្ធប៉ុន្តែមន្ត្រីនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលសពថ្ងៃសុទ្ធតែមន្ត្រីក្រាក់ពាក់កាយនឹងមានឈ្មោះនៅក្នុងនឹងឡើងមកណោះហើយតើយើងទៅដោះស្រាយយ៉ាងម៉េចដើម្បីរំលាយឬគល់ឥឡូវនេះអ្វីដែលប្រជាពលរដ្ឋចាំមើលហ្នឹងថាតើកាលរដ្ឋាភិបាលចាត់ការលោកជិនដែលឬក៏លោកលីយងផាត់អីចឹងតែបើតាមមើលប្រជាពលរដ្ឋខ្មែរថាវាពិបាកនឹងសង្ឃឹមដែរដោយសារអីរដ្ឋាភិបាលកម្ពុជាមានបាច់កលច្រើនដែរបើយើងមើលលើករណីលោកលឹមជុំយ៉ាអញ្ចឹងពេលដែលប្រទេសថៃគេចាប់ផ្ដើមវែកមុខរកឃើញថាមានលីរតនៈរស្មីដែលជាជនដៃដល់ផ្ដល់ហិរញ្ញវត្ថុឲ្យធាណយដើម្បីបាញ់សម្រាប់លោកលឹមជុំយ៉ានៅឯទីក្រុងបាងកកគេមានផ្ោះតាងគេមានស្អីសពបែបយ៉ាងហើយដែលលោកលីរតនៈរស្មីហ្នឹងដែលកាលពីមុនជាកម្មជនគណៈបកប្រឆាំងហើយផ្ដាច់ខ្លួនចូលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលយូរហើយមានមូលនិធិមានជាទីប្រឹក្សាជាអីសមាជិកគណៈបកកណ្ដាលអំណាចអីហ្នឹងឡើងយូរស្រាប់តែដល់ពេលមានរឿងហ្នឹងបែករឿងនៅថៃស្រាប់តែចេញលិខិតមួយស្លឹកមកថាគេដកតំណែងដាច់តំណែងពីទីប្រឹក្សាឬក៏សមាជិកឬស្អីហ្នឹងខាងតកតងគណៈបកប្រជាជនកម្ពុជានឹងយូរអើយហើយប្រជាពលរដ្ឋចេះតែសួរថាចប់បើកាលពីចូលហេតុអីក៏មានពិធីអកថាម៉េះសិប្រកាសអីណាសពបែបយ៉ាងដល់ពេលផ្ដាច់អីក៏ហេតុអីក៏មិនប្រាប់សាធារណជនឲ្យដឹងទៅថាបុគ្គលហ្នឹងលែងចាក់ព័ន្ធអីទៀតទៅកុំឲ្យមានការសង្ស័យហេតុអីក៏អាកាលពេលចូលប្រកាសហែងគ្រូក្តារដល់ពេលចេញវិញស្ងាត់អញ្ចឹងប្រជាពលរដ្ឋសង្ស័យពីវិធីលិខិតដូរការបរិច្ឆេទហាក់ថយក្រោយបានន័យថាលិខិតចេញថ្ងៃហ្នឹងតែដាក់ថាធ្វើតាំងពី2ឆ្នាំមុនឬក៏6ខែមុនអញ្ចឹងណាហើយតើអ្នកណាទៅទុកចិត្តរឿងនេះបានព្រោះវាមានរឿងច្រើនមកកណ្ដោរដ្ឋាភិបាលពិបាកធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តដោយសារតែរឿងបាត់ព័ត៌មានសេរីច្រើនពេកបើឲ្យមានទៅ